ថ្ងៃនេះពិសេសខ្លាំងមែនតើបងប្អូនទាំងគ្នាវ៉ែនតាគាត់លេងប្រើហើយបាទសម្រាប់បងប្អូនដែលនៅក្នុងខេត្តកំពង់ស្ពឺជំរាបសួរបងបងបញ្ជនប្រមាណដែរបងខ្ញុំ56ឈ្មោះដែរបង មាសដួក នេះដួក បាទ ហើយបងថ្ងៃមកក៏មកអីដែរ ខ្ញុំយើងធម្មតាមានមុខបយរត់ទៅកូនរត់ចាំចង់និយាយចឹងយើងចាស់ចង់និយាយថាមើលចៅដល់ចង់និយាយចេះ បាទ តែធម្មតាយើងស្វាំងភ្នែកចឹងមើលរកអីកើតទេបានតែឆ្នាំលោកគ្រូចែកអុយមកហ្នឹងតាំងមើលបើយើងថា8ថ្ងៃ8ថ្ងៃខ្ញុំថា30%របស់ខ្ញុំពីមុនមើលគ្មានឃើញទេគាត់នៅចង្ងាយនោះប្រអត់ចៅមើលទៅគាត់ឃើញខ្ញុំស្ទុយមកខ្ញុំមកដូចយ៉ាដូចស្មុលហ្នឹងបាទឥឡូវអូដៃគៀកហ្នឹងរត់ច្បាស់ជាងនឹងទៀតហើយបើបានថ្ងៃនេះមើលមុខច្បាស់ដែរវាចេះមកអញ្ចឹងមិនថាខ្ញុំគិតថា30%នេះអ្វីដែលភ្នែកខ្ញុំមើលឃើញអានេះតែកំណត់របស់ខ្ញុំដែលអ្វីដែលខ្លួនខ្ញុំផ្ទាល់ទេណាបើគេខ្ញុំអត់ដឹងទេបើអ្វីដែលរបស់ខ្ញុំខ្ញុំធ្លាប់ប្រើប្រាស់ខ្ញុំដឹងថា30%របស់ខ្ញុំ30%បាទចាប់ផ្នែកបងកាត់អីកាលហ្នឹងហ៎ ទេខ្ញុំដូចអត់មានកាត់អីផងខ្ញុំគាត់ហ្នឹង ស្វាំងយកបង ស្វាំងមកដឹងហ្មងក៏ធម្មតាយើងឈឺសន្លាក់អញ្ចឹងណាតែទៅលេបថ្នាំនេះថ្នាំនោះថ្នាំខ្មែរក៏ហូបអាថ្នាំពេទ្យក៏លេបដល់ពេលអញ្ចឹងខ្ញុំគិតឈឺ7ឆ្នាំដែរ 7ឆ្នាំហើយ បាទ ចុះចង់សួរបងមកទៀតនៅពេលដែលបងប្រើថ្ងៃដំបូងបន្តមួយថ្ងៃពីរថ្ងៃដំបូងតើមានប្រតិកម្មអីអត់បង តិចដូចអន់បាទដូចជា ជាក់ បាទដាក់បាច់ជាមកទូគាត់ចាប់ឡើងកាត់ជិបមកទូធំលេបទឹកមាត់យើងណាវិញដល់អត់ត្រូវចង់និយាយថាឥឡូវបងប្អូនទាំងអស់ណាទាំងក្នុងស្រុកទាំងក្រៅស្រុកឬមួយក្នុងភូមិខ្ញុំនេះចង់និយាយថាបើសិនជាបងប្អូនស្វាំងភ្នែកប្រើអាថ្នាំបន្តភ្នែក QI នេះដូចខ្ញុំត្រូវអានឹងបានន័យថាបើនិយាយរួមខ្ញុំថាខ្ញុំត្រូវបានន័យថាបងប្អូនក៏ត្រូវតែស្វាំងភ្នែកបេកផ្សេងត្រូវដូចខ្ញុំអញ្ចឹងខ្ញុំអរគុណខ្ញុំអរគុណក្រុមហ៊ុនរបស់លោកគ្រូបងប្អូនណាបានចែកចាយមកដល់ខ្ញុំអញ្ចឹងខ្ញុំសូមអរគុណជាអតិបរមាហើយនឹងអរក្រុមហ៊ុនបងប្អូននិងក្រុមហ៊ុនបងគ្រូបានជោគជ័យឲ្យមានអតិថិជនជាច្រើនទៀតសូមអរគុណ ភូមិអីបងភូមិអីបាទភូមិសម្បួរ បាទ ឃុំមហាសាងស្រុកក្នុងស្រុកខេត្តកំពង់ស្ពឺ បាទអញ្ចឹងបងប្អូននៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងភូមិនេះបានស្គាល់គាត់ហើយ